ផងបាទខ្សែភ្លើងរបស់ Solar Cell ឈ្មោះរបស់វាគឺ PV1F បាទ PV1F តូចបំផុតក៏ត្រូវ4 square min ដែរបាទបងដាក់ប៉ុណ្ណឹងណាតែដូចជាអានឹងបើបងបំបែកជាពីរឈុតតាមរូបអញ្ចឹងបងដាក់ PV1F ខ្សែភ្លើងសូឡាសង្កេតមើលចេះបងហោចណាស់ត្រូវមានគេហៅថាមានសម្បករបស់វាណាបាទមានឈ្នួនរបស់វាណាមានសម្បករបស់វា2ជាន់មានសម្បករបស់វា2ជាន់ហើយត្រូវស្រោបដោយ D-book ត្រូវស្រោបដោយសំណទាន់អត់ដើម្បីការពារច្រេះហើយខ្សែភ្លើងប្រភេទនេះធន់នឹងកម្ដៅធន់នឹងសរសៃតុល្យភាពហើយឲ្យចរន្តភ្លើង DC រត់បានល្អបងកុំភ្លេចណាភ្លើងរបស់យើងគឺជាភ្លើងDC ភ្លើងរត់ខ្សែត្រង់បូកគឺរត់បូកដកគឺរត់ដកតោះណាបងអញ្ចឹងយើងគួរតែប្រើខ្សែឲ្យត្រូវប្រភេទកន្លែងខ្លះអត់ទេខ្ញុំក្លែងឃើញមើលខ្ញុំឃើញច្រើនហ្មងបាទស្ទើរគ្រប់កន្លែងហ្មងណាគឺ 80% 90% គាត់ប្រើខុសតែគាត់ប្រើតូចៗប្រព័ន្ធតូចៗគាត់ទិញដាក់តាមផ្ទះតាមអីចឹងណាផ្ទាំង220វ៉ាត់250វ៉ាត់ឬក៏ផ្ទាំង150វ៉ាត់ហ្នឹងគឺគាត់យកអ្នកលក់ហ្នឹងណាមិនដឹងគឺគាត់ជាអ្នកលក់ហើយបាទអ្នកលក់ហ្នឹងគាត់ឲ្យខ្សែ VAF ទំហំ 1.5 អីហ្នឹងភាគច្រើនទំហំ 1.5 អីហ្នឹងយកម៉ូតចេញពីផ្ទាំងសូឡាសែលតចេញពីផ្ទាំងសូឡាសែលមកចូលដុំសាកហើយចេញពីដុំសាកមកចូលអាគុយបងខុសណាបងណាបាទប្រើបានសួរប្រើបានអត់បានប៉ុន្តែភ្លើងរត់អត់ល្អទេរត់អត់ពេញទេបងបាទភ្លើងបាត់ហើយបាត់ទៅតែ 50% ណាបងណាបាទអាកន្លែងហ្នឹងសំខាន់ណាស់បងណាសំខាន់បំផុតបងប្រើខ្សែខុសប្រភេទពីបងប្រើពីខាងដើមអញ្ចឹង